Buddham saranang gacchami Dhammang saranang gacchami Sanghang saranang gacchami តើពេលដែលកំពុងស្ដាប់ធម៌តើអាចចម្រើនអានាបានសតិកម្មដ្ឋានបានដែរឬទេពីព្រោះនាងខ្ញុំនៅពេលដែលស្ដាប់ធម៌ពេលខ្លះសេចក្តីស្ងប់ក៏ប្រកបខ្លាំងឡើងខ្យល់ដង្ហើមចេញចូលល្អិតទៅស្ទើរតែនឹងអស់ខ្យល់តែនៅយល់សេចក្តីនៃព្រះធម៌នៅដឹងខ្លួននិងសតិប្បដ្ឋានក៏កើតឡើងត្រឹមតែជាចិត្តស្ងប់ត្រឹមតែជាចិត្តឮនៅសំឡេងនៃព្រះធម៌ត្រឹមតែជាមហាកុសលប៉ុណ្ណោះពុំមែនជាសត្វបុគ្គលឡើយតើយល់យ៉ាងនេះខំប្រតិបត្តិយ៉ាងនេះត្រឹមត្រូវដែរឬទេធម៌បប្រតិបត្តិនិយាយទៅចាស់ណាតាមដែលយើងបានស្ដាប់បានសិក្សាមកនៅក្នុងព្រះពុទ្ធសាសនានេះកាលណាបើយើងជាក់ច្បាស់ទៅនៅក្នុងសេចក្តីពិតដែលជាបរមត្តធម៌យើងនឹងដឹងការជាក់ច្បាស់នោះប្រកបហើយធម៌ដែលស្ដាប់ទាំងប៉ុន្មានហ្នឹងគឺសម្រាប់យើងផ្ទៀងផ្ទាត់រាល់ថ្ងៃនឹងឯងទៀតណាអត់ចាំបាច់យើងសរសេរមកសួរទៀតថាខ្ញុំដឹងថាមិនមែនសត្វមិនមែនបុគ្គលមិនមែនតួខ្លួនអញ្ចឹងតើត្រឹមត្រូវដែរឬទេអត់ចាំបាច់សួរអញ្ចឹងទៀតទេពីព្រោះធัวសំដែងទៅនៅក្នុងបរមត្តធัวហ្នឹងគឺគ្រប់គ្រាគ្រប់ពេលវេលាទាំងអស់ហើយកាលណាបើការអប់រំការចម្រើនបញ្ញារបស់យើងបានជាក់ច្បាស់ទៅយើងទៀងទាត់ពេលដែលស្ដាប់ហ្នឹងទៅគ្រប់គ្រាន់ទាំងអស់ទៀតមានចាំបាច់យើងសាកសួរមកបញ្ជាក់ធ្វើអីទៀតដូច្នេះនៅក្នុងសេចក្តីនេះវាមានចេះទៀតវាមាននៅក្នុងគំនិតដែលយើងគិតទៅនៅក្នុងរឿងដែលថាវាគ្រាន់តែជារូបធម៌នាមធម៌មិនមែនសត្វបុគ្គលនឹងអានឹងវានៅក្នុងគំនិតដែលគិតម្ល៉េះហើយវាអត់បានជាក់ច្បាស់ប្រកបទៅនៅក្នុងបរមត្តធម៌ហ្នឹងអាការដែលមិនបានជាក់ច្បាស់ប្រកបហ្នឹងដែលវានៅមានសេចក្តីសម្គាល់មានសេចក្តីប្រកាន់ជាតួសកាយតិដ្ឋិហ្នឹងដែលវាមានសភាពមួយជាអាកំបាំងដែលយើងមិនដឹងថាអាសេចក្តីប្រកាន់ហ្នឹងវាមាននៅទាំងស្រុងទាំងប្រព្រឹត្តទៅនៅក្នុងកិច្ចការងារដែលយើងធ្វើនៅក្នុងកិច្ចការងារដែលយើងគិតហ្នឹងវានៅក្នុងសេចក្តីសម្គាល់ថាជាខ្លួនយើងអ្នកធ្វើនឹងខ្លួនយើងអ្នកគិតនឹងវានៅក្នុងអាសេចក្តីប្រកាន់នឹងនឹងដូច្នេះយើងវាអត់បានផ្ទៀងផ្ទាត់ទៅជាមួយនឹងប្រធัวដែលសម្ដែងរាល់ថ្ងៃគ្រប់ពេលគ្រប់វេលាទេបើជាធัวបរិបត្តិពិតប្រកបដែលជាតួវិបស្សនាកើតឡើងពិតប្រកបសម្រាប់គុណចាស់សម្រាប់ញាតិញោមគឺនឹងជាក់ច្បាស់ដោយខ្លួនឯងតាមប្រធัวដែលបានស្ដាប់បានសិក្សាហើយបត្រៃបិដកបើកមើលសារថ្មីឡើងវិញយល់ចូលចិត្តច្បាស់ជាងមើលលើកមុនទៅទៀតព្រោះវាប្រកបច្បាស់ទៅនៅក្នុងការពិតនោះឯងព្រះធัวដែលសម្ដែងពីរឿងដែលថាមិនមែនជាសត្វបុគ្គលតួខ្លួននឹងសម្ដែងចាប់ផ្ដើមតាំងពីដំបូងរហូតមកទៀតចាប់ផ្ដើមរហូតមកជាច្រើនឆ្នាំណាស់មកហើយនៅក្នុងបត្រៃបិដកហ្នឹងក៏សម្ដែងទៅនៅក្នុងរឿងអនិច្ចំទុក្ខអនត្តានឹងឯងដូច្នេះការប្រព្រឹត្តបរិបត្តិធម៌សូម្បីប្រកាសណាគុណចាស់សិក្សាទៅនៅក្នុងសតិប្បដ្ឋានសូត្រឃើញមានកន្លែងណាដែលគុណចាស់ចាប់បានសេចក្តីដែលថាគួរតែទៅអប់រំចម្រើននៅសមថៈឲ្យបានជាសមាធិជាឧបចារសមាធិឬក៏អបណាសមាធិអាហ្នឹងការចាប់សេចក្តីបានតេតួងនឹងឧបនិស្ស័យអធិស្ស័យរបស់គុណចាស់ឬញាតិញោមក៏ប៉ុន្តែសូមកុំឲ្យបញ្ញាប់វិនិច្ឆ័យថា
cứ chăm bách toa té và prật bạ để bạt dạng nâng phơ dạng nâng vì pro chia sài ở bạn sài bao nhiêu chập bàn thả và prật tới đầm bay đi pasana nhiên nó cứ thở trơi té phơ sma thị chẳng tới sầm đại tí cách bạ để bạt tới bậc thang nâng tới trơi phơ sma thị dạng na từ tam bậc tệ nâng nâng cứ chỉ cả trời tới nơi khăn ông cách tại bạc nâng để miền samatha miền vipassana ấy xong nâng là chia sẻ ở bạn sai bao quân cha nhìn nhiệt nhộn để cùng ao chơi rồi hốt đó là thả toa tay trắng ban chỉ cả bạn bạc sẽ tập thản cùng ao về trôi từ mũi đầm bay quăng trua nơi cả dưa rồi bọc luôn rồi nó về trôi tới nơi trong rừng trước đây và cầm cả đại thế cách bạn đi bắt nơi trong vật sasana ní cứ tầm khăn trôi từ đó sạch chặt hồ nó trôi từ đăng xì cái đầy bật đòi cả nhà nó tầm khăn thế tôi chỉ miền ca phát đau đời ca chìm ra nơi samadhi chìm ra samatha ở ban đó Opechara sân rư có châu apana ấy nâng dạng ná tới sầm khăn trong lời thả ban đăng ca bích nơi trong chỉ vật ní đại rồi tệ và tha mình ban đăng ca bích tế với mình ai cái đồng luật nơi kỳ lệ bàn với mình ai cái đồng luật nơi kỳ lệ bàn pro ca bích này chỉ vật là bao nhiêu ní về miền sạch ở hải ca bích chỉ rút và thua chỉ niệm và thua ca bích đâu đây là rùa và thua năng nghiêm và thua năng anh ọt miền chăm bạch bàn ấy thế và nâng đây rùm lấp rươi cục kề về lìa rùa và thua nên mà thua nó cứ cao na bờ sài phải chạy cài lại chẳng ọt miền khuôn anh chẳng miền chăm bạch bàn ấy rùa và thua năng nghiêm và thua năng hay quân trang hiện nhôm nè và bật bạc để bạc nó kiêng toát tới nơi không chỉ cái đây nâng tới kiêng toát tới bàn chô đo cà bịch nâng rồi hốt đo từ vô đăng thả ấp chạm bạch bàn ấy mền hỡi sập hiệp nay chỉ cái đây trai ca bạch na nó về miền ca sập thôi cho đại để tệ một là bốn về trần tại cầm đất vô lấy tại sập hiệp nay kỳ lẽ chỉ cái đây trai ca rồi bạch na nó về nơi miền bình thuộc rồi cái về ban là ca vô nó bằng cao nơi cầm lăng chăn tẹt đầm bay mơ nơi cà bịch nâng to từ tiệt và nhà nâng trời chùm ra lại to từ tiệt về mình men thả vô hơi lẹ kỳ lẽ o đâu thế cà vô nó cái cà vô to để cho ba tới đòi bà nhà nó dân tiên toạt chùm pua cà bạc bạc bao giờ nâng tư nâng thua để pre sma sam put và ông trung sầm đại vì cà đăng sẽ cái đây bịch hơi rồng luật kỳ lẽ nọ nó tiên toạt chùm puaชีวิตจะบ่เชื่อนั่นน้องกากับประปฏิบัตินั่นโดยฉะนั้นเรื่องสำคัญตรงในปัญญาโจtớiดังดอกกาเป็ดแต้มได้ถ่าสำหรับแต่บ้านสำหรับประทัวtớiยุลมันไม่ตรมแต่ยุลtớiคือเจ็บจะบาดtớiมาดอกอันนั้นก็จะเมียนได้เต็มให้เมียนจำบัดต่อได้ถ่าบ้านในอุปจาระสมาธิสันอัปปนาสมาธิสันเอให้nè để đápประทัวtới ban tra đăng nơi sạch chặt thua miền đại tập lập mà như thà mình chăm bài chăm ran sma thị để miền đại tập lập mà như chẳng này đã cứ thà cổ sao là thua cứ control chẳng cổ sao là thua control group cổ sao chẳng vì mình men thà luôn ấy tra đăng sạch chặt thua đời ắt ban chăm ran sma thị ấy vì môn này đối chứ này cứ thà plei bạn để bắt miền này bảo mục này anh cứ chơi để tư để đáp để thua năng anh vì mình chẳng hay vừa nè để bán đăng nơi sạch chả thua lắm sòng khăn trong để bán đăng nơi sạch chả thua ai chùm này cổ so là thua cục bay cục giang cần óc để chơi óc rung để chơi chùm ra là giang ná của bạn đây giang ná của bạn chẳng chùm ra sao mà thạ đấy chùm ra là na ta nó sẽ tệ đôi bà sẽ cả đua ra vi xạ xua nâng phần tay đại quật xuống mà nơi cái nông rương để thả cầm pung để đập thua cho ra là nạp bàn vì ở ai trôi kia ba này vì pro
ចម្រើនអាណាបានរហូតដល់ទៅចិត្តល្អិតតាមដូចរៀបរាប់មកនេះគឺវាត្រូវតែមូលទៅនៅក្នុងខ្យល់ដង្ហើមចេញចូលឯណោះវាមិនអាចយកសម្លេងដតីមកជាអារម្មណ៍បានទេណាវាមិនអាចប្រព្រឹត្តទៅបានមកអំពីអារម្មណ៍វាផ្សេងគ្នាព្រះធម៌ជាអារម្មណ៍ដែលត្រូវគិតពិចារណាតាមសេចក្តីនៃព្រះធម៌ឯចំណែកអាណាបានសតិហ្នឹងគឺមានខ្យល់ដង្ហើមចេញចូលជាអារម្មណ៍ដោយមិនឲ្យគំនិតហ្នឹងគិតទៅក្នុងរឿងដតីអីទៀតទាំងអស់ណាអាហ្នឹងវាផ្សេងគ្នាតែវាអាចមកចូលគ្នាស្ដាប់ព្រះធម៌ក៏បានច្បាស់ហើយអាណាបានសតិហ្នឹងចិត្តដឹងល្អិតសឹងតែអត់ខ្យល់ដង្ហើមចេញចូលទៅមិនរួចទេណាពីព្រោះអារម្មណ៍វាផ្សេងគ្នាណាដូច្នេះបើថាត្រូវចម្រើនអាណាបានសតិការចម្រើននឹងក្នុងរឿងសមថៈនឹងមានសម្លេងនឹងជាសត្រូវទៀតផងចឹងសម្លេងមនុស្សនិយាយគ្នាអីហ្នឹងវាជាគ្រឿងរំខានវាធ្វើឲ្យចិត្តចាប់ទៅនៅក្នុងរឿងឯណោះវាអត់បានមកនៅក្នុងអារម្មណ៍នឹងទៅកើតទេហ្នឹងនៅក្នុងលំដាប់នៃការវឹកហាត់ហ្នឹងត្រូវតែច្បាស់លាស់ទៅនៅក្នុងអារម្មណ៍ហ្នឹងការស្ដាប់ព្រះធម៌គឺត្រូវមានមហាកុសលកើតឡើងប្រកបដោយបញ្ញាពិចារណាសេចក្តីនៃព្រះធម៌ហ្នឹងបានមកកំណត់ដឹងខ្យល់ដង្ហើមចេញចូលហ្នឹងបានស្ដាប់ធម៌ថាម៉េចទៅទៀតអាហ្នឹងដូច្នេះនៅក្នុងបត្រៃបិដកនេះកាលណាពុទ្ធចាស់សិក្សាមើលទៅត្រង់កន្លែងខ្លះព្រះអង្គសម្ដែងអាយតនៈដល់ភិក្ខុទាំងឡាយទាំងក្នុងទាំងក្រៅស្ដាប់ទៅបានសម្រេចមគ្គផលទៅហ្នឹងកាលណាពុទ្ធចាស់មើលឲ្យច្រើនទៅយល់ទៅណាប៉ុន្តែមកសប្តាហ៍ថ្ងៃវាមានសំណាក់ខ្លះលោកគ្រូខ្លះអាចារ្យខ្លះហ្នឹងគឺថាបានតែយ៉ាងនេះណាលើកឡើងគឺថាបានតែយ៉ាងនេះតាមដែលដូចលោកនឹងឯងយល់ចូលចិត្តហើយមានអធ្យាស្រ័យអញ្ចឹងទៅគឺថាបានតែអញ្ចឹងក្រៅពីនឹងអត់បានអានឹងបានខ្ញុំកណ្ដាញបានគ្រាន់តែរំលឹកថាការប្រព្រឹត្តបរិបត្តិក្នុងសិលក្នុងសមាធិក្នុងបញ្ញាគឺការប្រព្រឹត្តបរិបត្តិដែលនៅជាលោកយៈនឹងយ៉ាងណាក៏បានទាំងអស់ជាការចម្រើននៅកុសលធម៌ឲ្យតែទីបំផុតមកដឹងការពិតរូបធម៌ជាធាតុមិនដឹងនាមធម៌ដែលជាធាតុដឹងនៅអារម្មណ៍ហ្នឹងគឺវាអត់មែនយើងជាអ្នកដឹងឲ្យច្បាស់អាការដែលដឹងអារម្មណ៍ហ្នឹងគឺជានាមធម៌ដឹងច្បាស់ហើយរហូតដល់ទៅធូរស្រាលនៅកង្វល់អ្វីក្នុងโลกនេះណាប្រគល់ដល់វិញ្ញាណដែលជាអ្នកទទួលដឹងហ្នឹងវាមានភាពធូរស្រាលរហូតដល់ទៅឃើញច្បាស់ចំពោះរូបធម៌និងនាមធម៌ដែលអាស្រ័យបច្ច័យកើតឡើងនឹងឯងវាអត់ចាំបាច់បានអីព្រោះវាអត់មានខ្លួនវាត្រូវការអីបានអីជាក់ច្បាស់ទៅហ្នឹងគឺចូលទៅដឹងការពិតនឹងឯងវាសំខាន់ត្រង់ដែលទីបំផុតគឺដឹងការពិតនឹងឯងទោះជាថាមានសមថៈក៏ដោយឬក៏មិនមានមកក៏ដោយស្រាប់តែមកបានស្ដាប់ធัวគិតធัวទៅចូលដល់ក៏ដោយណាហើយអ្នកដែលចូលដល់ហ្នឹងមិនមែនមកប្រកាន់ថាអូមិនបាច់ធ្វើសមថៈមិនបាច់ធ្វើអីទេវាអត់មានមកប្រកាន់អញ្ចឹងតាមឧបនិស្ស័យរបស់ខ្លួនឯងនោះទេកុសលធម៌គ្រប់យ៉ាងពីខាងដើមមកទានក៏ដោយសិលក៏ដោយភាវនាក៏ដោយធ្វើអីក៏ដោយបានទាំងអស់ប៉ុន្តែសំខាន់ត្រង់ថាដឹងការពិតឬមិនដឹងទិសដៅវាមកដឹងការពិតឯនេះទេវាមិនមែនយើងត្រូវទៅប្រកាន់ក្នុងធម៌បរិបត្តិរបស់យើងឯនោះត្រូវធ្វើអញ្ចេះមិនត្រូវធ្វើអញ្ចោះវាអត់មានរឿងយើងប្រកាន់គ្នាជជែកគ្នាក្នុងធម៌បរិបត្តិទេសួរថាតើទិសដៅរបស់យើងចូលមកដឹងការពិតដែរឬទេណាហើយនៅក្នុងការប្រព្រឹត្តបរិបត្តិរលឹកដឹងរូបធម៌និងនាមធម៌ហ្នឹងតាមសតិប្បដ្ឋានហ្នឹងហើយក៏មានអធ្យាស្រ័យដើម្បីសេចក្តីស្ងប់ស្ងាត់ចង់នឹងនឹកគុណព្រះពុទ្ធនឹកគុណព្រះធម៌នឹកគុណព្រះសង្ឃចង់មើលខ្យល់ដង្ហើមចេញចូលចង់ចម្រើននៅសេចក្តីស្ងប់បប្រតិបត្តិទៅអប់រំទៅចម្រើនទៅជាការចម្រើននៅកុសលធម៌តែទិសដៅគឺចូលមកដឹងសច្ចធម៌ក្នុងបិដកបើទៅកន្លែងខ្លះព្រះអង្គសម្ដែងទៅលើភិក្ខុណាអធ្យាស្រ័យរបស់លោកដែលព្រះអង្គទ្រង់ជ្រាបដោយសព្វញ្ញុត្តញ្ញាណ
để hai tha anh lau mẹ sát ná cứ mình bên chia để anh lau từ chúng đây phải cho tới sợ sao anh đi xong ấy tới mình men đôi dân vô là số thu ấy thế cứ bỏ ông trung chiếp đôi sắp bị nhật tự nhiên bà mình men chia vào quốc tế cứ bỏ ông mình ai chúng đây tới cả thế Buddhang saranang gacchami Dhammang saranang gacchami Sanghang saranang gacchami